Chùm bút tí phà mùi. Cá srao triều nấy át cầm bằng. Thằng nghe bần tuộc, mà Liz Thierry nâng xúc công kia, bàn chụp khня nơ bần lại krong. Chol pe prek đè trở chắc ngút, hắc bay đu chi mê rasmây phây khलाच, bần tế bố kế đăng thà bố kế mình ai rút tì ca bất bàn tê. Yếu trừ chắp đàn bì na. Xúc công kia xua, phնេករបស់នាងនៅតែប្រភ្លួលដោយសារយុបមិញដែលនាងមិនអាចគេងលុកបានពីប្រវត្តិសាស្ត្រម៉ាលីសនិយាយដោយដាក់កំណត់ដែលលោកអមរ៉ាត់ឲ្យលើកតុយើងត្រូវស្វែងរកព័ត៌មានអំពីតំបន់នីកាបនិងរឿងប្រេងទាំងឡាយដែលតាក់ទងនឹងវាពួកគេបានចំណាយពេលមួយថ្ងៃពេញលេញក្នុងការស្វែងរកឯកសារធីរីបានរកឃើញកំណត់ត្រាប្រវត្តិសាស្ត្រចាស់ៗអំពីភូមិនីកាបដែលមានចារឹកកាលបរិច្ឆេទតាំងពីរយៈពេលជាង100ឆ្នាំមុនស្ដាប់នេះនាងនិយាយដល់រំភើបក្នុងឆ្នាំ1923មានការបាត់ខ្លួនយ៉ាងចម្លែកនៅក្នុងតំបន់នោះអ្នកភូមិបាននិយាយថាមានខ្មោចព្រីដែលចាប់យកអ្នកដែលហ៊ានចូលទៅក្នុងតំបន់ដ៏ក្រាស់បំផុតនៃព្រៃម៉ាលីសក៏បានរកឃើញអត្ថបទព័ត៌មានចាស់មួយទៀតនៅទីនេះដែរក្នុងឆ្នាំ1975មានក្រុមស្រាវជ្រាវដែលបានបាត់ខ្លួននៅក្នុងព្រៃនីកាបពួកគេមិនដែលត្រូវបានគេរកឃើញទេសុកកងគាដែលកំពុងតែស្វែងរកក្នុងផ្នែករឿងព្រេងបានរកឃើញអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតមើលនេះនាងស្រែកឡើងដោយភ័យខ្លាចរឿងព្រេងអំពីអ្នកថែរក្សាព្រៃដែលមានភ្នែកក្រហមវានិយាយថាវាជាអ្នកថែរក្សាដីធ្លីដែលមានតាំងពីបុរាណកាលនិងវាដាក់ទណ្ឌកម្មដល់អ្នកណាដែលរំលោភលើព្រៃឈើពួកគេបានរួមគ្នាស្រាវជ្រាវហើយរូបរាងនៃអាតកំបាំងក៏ចាប់ផ្ដើមច្បាស់លាស់តាមរយៈឯកសារប្រវត្តិសាស្ត្រនិងរឿងព្រេងពួកគេបានដឹងថា1តំបន់នីកាបបានគេចាត់ទុកថាជាទីសក្ការៈមួយតាំងពីបុរាណកាល2មានរឿងរ៉ាវរឿងនានាអំពីការបាត់ខ្លួនចម្លែកនៅក្នុងតំបន់នេះ3អ្នកភូមិបានចាត់ទុកព្រៃនេះថាជាទីបរិសុទ្ធនិងមានការគោរពកោតខ្លាច4រឿងព្រេងនិយាយថាអ្នកថែរក្សាដីធ្លីនឹងបង្ហាញខ្លួនដល់អ្នកដែលរំលោភលើដែនដីរបស់វាប៉ុន្តែយើងមិនបានរំលោភលើដែនដីរបស់វាទេធីរីនិយាយដោយភាពគង្វេងយើងគ្រាន់តែចូលទឹកក្នុងនោះប្រហែលជាវាគ្រាន់តែចង់ការពារអាតកំបាំងរបស់វាម៉ាលីសគិតលឺហើយឥឡូវយើងដឹងពីអាតកំបាំងនោះនៅពេលល្ងាចពួកគេបានទៅជួបលោកអ៊ំរ៉ាត់ម្ដងទៀតនាំយកអ្វីដែលពួកគេបានរកឃើញទៅកាន់លោកអ៊ំសម្លឹងមើលកំណត់ត្រាដែលពួកគេបានរកឃើញភ្នែករបស់គាត់ហាក់បីដូចជាស្រមោលជ្រៅឡើងពួកអ្នកបានរកឃើញរឿងគ្រប់យ៉ាងហើយគាត់និយាយដោយសំឡេងទន់ខ្សោយប៉ុន្តែនៅតែមានអ្វីមួយដែលពួកអ្នកមិនទាន់ដឹងតើមានអ្វីទៀតម៉ាលីសួរអ្នកថែរក្សាដីធ្លីវាមិនមែនជាខ្មោចឬអារក្សនោះទេលោកអ៊ំនិយាយវាជាអ្វីដែលចំណាក់និងមានប្រាជ្ញាជាងនោះវាជាផ្នែកមួយនៃដីនេះដូចជាដើមឈើដីនិងទឹកដែរតើវាចង់បានអ្វីពីយើងសុកកងគាសួរវាចង់ឲ្យពួកអ្នកស្ងៀមលោកអ៊ំឆយវាមិនចង់ឲ្យអាតកំបាំងរបស់វាត្រូវបានរកឃើញទេប៉ុន្តែមានវិធីមួយវិធីដែលអាចធ្វើឲ្យវាឈប់តាមដានពួកអ្នកពួកទាំង3សម្លឹងមើលលោកអ៊ំដោយរងចាំពួកអ្នកត្រូវតែធ្វើពិធីបួងសួងសំសុំលោកអ៊ំនិយាយពិធីបួងសួងសំសុំដល់អ្នកថែរក្សាដីធ្លីដោយសន្យាថានឹងរក្សាអាតកំបាំងរបស់វានិងមិនប្រាប់នរណាម្នាក់អំពីវត្តមានរបស់វាតើវានឹងដោះលែងយើងមែនទេធីរីសួរខ្ញុំមិនដឹងថាវានឹងដោះលែងពួកអ្នកឬបំភ្លេចពួកអ្នកនោះទេលោកអ៊ំឆ្លើយប៉ុន្តែវាជាមធ្យោបាយតែមួយដែលខ្ញុំដឹងពួកគេបានសម្រេចថាធ្វើតាមដំបូន្មានរបស់លោកអ៊ំបានប្រាប់ពួកគេពីពិធីបួងសួងសំសុំដែលត្រូវធ្វើគឺពួកគេត្រូវត្រឡប់ទៅកាន់ព្រៃនីកាបម្ដងទៀតនៅពេលកម្ដៅអាធ្រាត្រហើយធ្វើពិធីបួងសួងសំសុំដោយប្រើកំណត់ដែលលោកអ៊ំបានឲ្យវាជាការសម្រេចចិត្តដ៏គ្រោះថ្នាក់ប៉ុន្តែពួកគេដឹងថាពួកគេមិនមានជំរើសទេអ្នកថែរក្សាដីធ្លីកំពុងតែតាមដានពួកគេហើយពួកគេមិនអាចរត់ពីវាបានទេនៅរាត្រីនោះពួកគេបានត្រឡប់ទៅព្រៃនីកាបវិញហើយពេលយប់នោះងងឹតខ្លាំងហើយខ្យល់បក់មកដោយសំឡេងដែលហាក់បីដូចជាសំឡេងយំពួកគេបានឈរនៅគល់ដើមឈើដែលពួកគេបានឃើញសៀនហើយម៉ាលីសបានយកកំណាត់ចេញចាប់ផ្ដើមពិធីបួងសួងសំសុំតាមដែលលោកអ៊ំរ៉ាត់បានបង្រៀនយើងសូមនៅការអភ័យទោសម៉ាលីសនិយាយដោយសំឡេងញាប់យើងសន្យាថានឹងរក្សាអាតកំបាំងរបស់យើងនិងមិនធ្វើឲ្យដែនដីរបស់យើងคล้ายជាការរំខានភ្លាមនោះខ្យល់ក៏បក់ខ្លាំងឡើងហើយសំឡេងយំកាន់តែខ្លាំងឡើងពន្លឺក្រហមពីរបានលេចចេញលើក្នុងភាពងងឹតហាក់បីដូចជាកំពុងចូលមកជិតពួកគេសុកកងគាបានចាប់ដៃម៉ាលីសវាមកដល់ហើយប៉ុន្តែម៉ាលីសបានបន្តពិធីបួងសួងសំសុំយើងសន្យាសូមទុកយើងឲ្យនៅដោយសន្តិភាព
ពន្លឺក្រហមឈប់នៅចម្ងាយប្រហែល10ម៉ែត្រពីពួកគេអាចមើលឃើញរូបរាងស្រមោលខ្ពស់ដែលហាក់បីដូចជារលឹងទៅក្នុងភាពងងឹតភ្លាមនោះសំឡេងមួយលាន់លាន់ក្នុងចិត្តរបស់ពួកគេមិនមែនជាសំឡេងសោះគឺជាអារម្មណ៍ដែលច្បាស់លាស់ចូលចងចាំសន្យារបស់អ្នកនឹងមិនឃើញខ្ញុំទៀតឡើយប៉ុន្តែខ្ញុំនឹងនៅតែមានបើសិនអ្នកបំពេញសន្យាអ្នកនឹងក្លាយជាផ្នែកមួយនៃដីនេះជារៀងរហូតពន្លឺក្រហមបានរស់សាតបាត់ទៅក្នុងព្រៃហើយភាពងងឹតក៏ត្រឡប់មកវិញខ្យល់ក៏ឈប់បក់និងសំឡេងយំក៏រលាយទៅបាត់ដែរពួកគេបានឈរនៅទីនោះរយៈពេលយូរដោយមិនជឿថាអ្វីបានចប់ហើយអ្នកថែរក្សាដីធ្លីបានចាកចេញហើយធីរីនិយាយដោយសំឡេងញាប់វាពិតជាបានចាកចេញហើយពួកគេបានត្រឡប់ទៅភូមិវិញដោយស្ងៀមស្ងាត់ដឹងថាពួកគេបានរួចផុតពីគ្រោះថ្នាក់ប៉ុន្តែក៏ដឹងថាពួកគេនឹងមិនអាចភ្លេចបទពិសោធន៍នេះបានឡើយនៅថ្ងៃបន្ទាប់ពួកគេបានសម្រេចចិត្តថានឹងមិនប្រាប់នរណាម្នាក់អំពីអ្វីដែលពួកគេបានឃើញពួកគេបានធ្វើសន្យាហើយពួកគេដឹងថាអ្នកថែរក្សាដីធ្លីនឹងធ្វើឲ្យពួកគេចងចាំសន្យានោះប៉ុន្តែនៅពេលយប់នៅពេលដែលពួកគេគេងលក់ពួកគេនៅតែឮសំឡេងយំពីឆ្ងាយហាក់បីដូចជាការរំលឹកថាអាចកំបាំងនៃព្រៃនាកាបនឹងនៅតែមានជារៀងរហូតនិងអ្នកថែរក្សាដីធ្លីនឹងនៅតែប្រកការពារវារហូតដល់មនុស្សចុងក្រោយបំភ្លេចវាទៅជំពូកនេះបញ្ចប់ដោយភាពតានតឹងតែយុវជនទាំង3បានធ្វើពិធីបួងសួងសមសុំដល់អ្នកថែរក្សាដីធ្លីនិងសន្យាថានឹងរក្សាអាចកំបាំងរបស់វានៅជំពូកបន្ទាប់ខ្ញុំអាចបង្ហាញពីផលវិបាកបន្ទាប់ពីព្រឹត្តិការណ៍នេះនិងរបៀបដែលជីវិតរបស់ពួកគេប្រែប្រួលដោយសារបទពិសោធន៍នេះបើលោកអ្នកចង់តាមដានទៅនេះបន្តទៀតកុំភ្លេចចុចជាវរួចចុចសញ្ញាកណ្ដឹងដើម្បីបាននូវវីដេអូភាគបន្តទៅទៀត